សូមទស្សនារឿង AI របស់ Facebook Page ពូដាសូមចុចខាងក្រោមដើម្បីមើលអូនស្រឡាញ់បងស្ទើប្រេះទ្រូងចុះហេតុអ្វីបងហ៊ានធ្វើបាបអូនបែបនេះនាងមានផ្ទៃពោះជាមួយគាត់អប់ចង្កេះគាត់ហើយមកសួរខ្ញុំថាខ្ញុំជានរណាអាចិនហៅអញចង់មកមែនទេមនុស្សអាក្រក់សូវ៉ាន់នាងឈួតហើយមែនទេទីនេះជាមន្ទីរពេទ្យណាខ្ញុំឈួតកុំមកធ្វើស្បែកមុខនៅទីនេះរបួសសម្រាលកូនខ្ញុំមិនទាន់ជាផងបងបែរជាទៅមានស្រីពេលខ្ញុំលុតជង្គង់បំបើដោះកូនស្រីឯងទាំងឈឺចាប់ស្ទើរស្លាប់ពេលអញអប់នាងទៅបើបន្ទប់សន្តាគារលួចលាក់ពីក្រោយក្នុងខ្ញុំតើអញធ្លាប់គិតថាខ្ញុំឆ្លងញាប់ឡើងប្រពន្ធឯងកំពុងតែសម្រាប់ក្បាលទឹកនៅឡើយទេកុំធ្វើឲ្យរំជួលចិត្តអីខ្ញុំខុសហើយមកពីខ្ញុំវង្វេងមួយគ្រាសូមអភ័យទោសឲ្យខ្ញុំផងវ៉ាន់យប់ងឹតយ៉ាងនេះហើយហេតុអ្វីមិនទាន់គេងទៀតពុកមានរឿងអ្វីកើតឡើងមែនទេតើពុកអាចជួយរកមេធាវីឲ្យខ្ញុំម្នាក់បានទេរកមេធាវីធ្វើអ្វីខ្ញុំចង់លែងលេះជាមួយគាត់កូននិយាយម្ដងទៀតមើលចិនហៅលួចមានស្រីក្រៅថ្ងៃនេះខ្ញុំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបានឃើញគាត់នឹងស្រីម្នាក់ដើរចេញពីផ្នែកសម្ភពស្រីម្នាក់នោះមានផ្ទៃពោះហើយពុកសុំទោសកាលនោះខ្ញុំមិនព្រមស្ដាប់បង្គាប់ពុកវ៉ាន់ស្ដាប់ពុកឲ្យច្បាស់កូនជាកូនស្រីរបស់ពុកទោះទៅដល់ណាក៏ដោយមិនបាច់និយាយពាក្យសុំទោសជាមួយពុកទេរឿងមេធាវីពុកជាអ្នកចាត់ចែងស្អែកពុកឲ្យគេតាក់ទងទៅកូនវ៉ាន់ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏មានពុកនៅក្បែរកូនជានិច្ចចាស់ខ្ញុំយល់ហើយពុកអូនសម្លាញ់ថ្ងៃនេះនៅប្តីទេប្តីឲ្យអូនចេញពីធ្វើការហើយមកទទួលអូនផងសន្តាគារលើកមុនល្អណាស់លើកក្រោយទៅទីនោះទៀតណាវ៉ាន់ម៉ោងប៉ុន្មានហើយជិតម៉ោង 7 ហើយទឹកដោះគោបងក្តៅឲ្យហើយញ៉ាំពេលនៅក្តៅទៅថ្ងៃនេះបងមិនបាច់ទៅធ្វើការទេបងសុំច្បាប់កន្លះថ្ងៃហើយប៉ុន្មានថ្ងៃនេះអូនយ៉ាងម៉េចហើយនៅឈឺទៀតទេគ្រាន់បើហើយហេតុអ្វីថ្ងៃនេះបងប្រែជាចិត្តល្អភ្លាមយ៉ាងនេះចិត្តល្អស្អីទៅធម្មតាបងក៏បែបនឹងតើថ្ងៃនេះខ្ញុំចង់ទៅផ្សារទំនើបអីវ៉ាន់នៅផ្ទះចិត្តអស់ហើយបងទៅទិញឲ្យអូននៅផ្ទះសម្រាប់ទៅបានហើយអញ្ចឹងបងជួយទិញកន្ទុំមួយកេះនិងក្រដាសសំផងចាំខ្ញុំសរសេរបញ្ជីឲ្យអញ្ចឹងបងទៅហើយណាវ៉ាន់អូនសម្រាប់ឲ្យបានល្អកុំអង្គុយយូរពេកប្រយ័ត្នចុកចង្កេះមេធាវីចៅខ្ញុំគឺសូវ៉ាន់រសៀលថ្ងៃនេះលោកទំនេរទេខ្ញុំចង់ជួបលោកបន្តិចបានតារងចាំយូរហើយមែនទេទើបតែមកដល់ដែរទេនេះជាកំណត់ត្រាឆាតទីតាំងបើកបន្ទប់និងរូបថតពិនិត្យនៅមន្ទីរពេទ្យកាប់ទេប្រាក់សរុប82,000 យន់កំណត់ត្រាបើកបន្ទប់ចាប់ពីខែមេសាមួយសប្តាហ៍យ៉ាងតិចគ្រាន់ហើយភូតតាំងទាំងនេះប្តឹងលែងលះគ្មានបញ្ហាទេកំណត់ត្រាផ្ទេប្រាក់បងមុននៃថ្លៃផ្ទះខ្ញុំក៏បានឃើញដែរប្រាក់800,000 យន់អាចទាមទារត្រឡប់មកវិញបានកញ្ញាស៊ូអ្នកសម្រេចចិត្តច្បាស់ហើយឬនៅការលែងលះមិនមែនជារឿងតូចតាចទេអ្នកទើបតែសម្រាលកូនរួចរាងកាយមិនទាន់ជាសះស្បើយពេញលេញនៅឡើយពិតជាប្រកាសចិត្តថានឹងដើរដល់ជំហាននេះនៅពេលនេះមែនទេកាលណាដំណើរការចាប់ផ្ដើមហើយគឺគ្មានផ្លូវត្រឡប់ក្រោយទៀតទេសម្រេចចិត្តច្បាស់ហើយយល់ព្រមនេះជាលិខិតប្រកូលសិទ្ធិអញ្ជើញចុះហត្ថលេខាមកមុនថ្ងៃពុធសប្តាហ៍ក្រោយខ្ញុំនឹងផ្ញើព្រៀងពាក្យបណ្ដឹងទៅឲ្យអ្នកអរគុណចិនហៅខ្ញុំមានរឿងចង់និយាយជាមួយបងចប់ហើយអូន